យើងមិនអាចធ្វើល្អហើយមានការកប់ចិត្តដល់មនុស្សគ្រប់គ្នាបានឡើយព្រោះអ្នកដែលមិនចូលចិត្តយើងគេតែងទាស់ចិត្តនិងពោលបង្អាប់យើងជានិច្ចទោះជាយើងខំធ្វើល្អបានយ៉ាងណាក៏ដោយគឺក្នុងโลกនេះមានអ្នកដែលត្រេកអរក្នុងការធ្វើខ្លួនឯងឲ្យជាសត្រូវនិងអ្នកដទៃជាមនុស្សច្រើនដោយអំនួតអួតអាងដូច្នេះការងារណាឲ្យទៅកប់គួរនិងសតិសម្បជញ្ញៈខ្លួនឯងព្រមទាំងត្រឹមត្រូវតាមធម៌សប្បុរសផងនោះយើងក៏បីធ្វើការងារនោះឲ្យបានល្អជាទីបំផុតទៅចំណែកអ្នកណាដែលមើលមកថាមិនល្អទេនោះយើងត្រូវឲ្យអភ័យហើយលែងគេចោលទៅពោលគឺកុំយកចិត្តទុកដាក់គិតឲ្យកើតទុក្ខកង្វល់ក្តៅក្រហាយខូចខាតនៅកុសលធម៌របស់ខ្លួនឯងនោះឡើយជំនួយសតិភាគទី22ទំព័រ101ដល់102